តិចច្រឡំ Switzerland អីពុកម៉ែបងប្អូននេះស្រុកខ្មែរនៅខាងឧត្តរសុតគេឲ្យឈ្មោះថាវត្តវាំងចាស់ថាលោកអើស្អាតអើយស្អាតបើបន្ទុក10ហើយខ្ញុំដាក់ដល់11ទាំងព្រៃឈើទាំងទឹកបឹងបួជាមួយនឹងផ្លូវថ្នល់គឺថាសំណងចេញមកអែមមែនតែនតែម្ដងបើថាបងប្អូនបានចូលទៅដល់ក្នុងវិញតិចលហឹមបងប្អូនហើយបើថានៅក្រៅប្រហែល30ឲ្យដល់នៅសល់20ទេអ្នកបើថាមិនជឿទេមើលសភៅនេះសភៅនេះបងប្អូនប្លង់នេះចាប់រៀង close បន្តិចគឺថាសិតតែព្រៃឈើតែម្ដងបងប្អូនចូលទៅតិចចិត្តតិចកាយបើធ្វើវិបស្សនានិយាយថាសុខរៀបប្រហោះត្រូនបន្តិចអាអូននេះមកដល់ស៊ីញ៉ាំញាក់ត្រូនខ្ញុំអស់ថ្មងបងប្អូនគេថាវាលេងសងអត់បានឡើយតែឥឡូវកុំខ្វល់ពីអូនមើលទិដ្ឋភាពនៅខាងក្នុងវិញបងប្អូននេះនៅខាងមុខនោះខ្ញុំអត់បានចាប់ទៅដល់បងប្អូននេះគឺថាសិតតែពុកម៉ែបងប្អូនបរោះនារីទាំងក្មេងទាំងចាស់វិចរឹងមកប្រទេសចងជាមួយនឹងដើមឈើដេកចំបងភើយបងប្អូនអើយនិយាយថាឡូយនិយាយថាបើសិនជាថ្ងៃណាមួយគេអភិវឌ្ឍដាក់ខ្សែពួរចងប្រហូតលើរបៀបខ្សែរ៉ូតណាបងប្អូនជិះរ៉ូតជាតិតែម្ដងបងប្អូននេះដឹងតែឆេះចាំមកវិញឃើញហើយស្ញោចព្រះគ្រូចាតការខ្លាំងមែនតែនដែលជ្រើសរើសយកការដាំដើមឈើជាជាងការកសាងសមិទ្ធផលផ្សេងជាពិសេសបងប្អូនអត់សូវមានសាបទេនៅខាងក្រោមដើមឈើនោះគឺសិតតែជាស្មៅខៀវខ្ចីទាំងអស់តែម្ដងសម្រាប់វត្តនេះដែរគឺជាអតីតព្រះបរមរាជវាំងរបស់ព្រះបាទអង្គឌួងកាលពីរជ្ជកាលនោះបងប្អូនប៉ុន្តែក្រោយមកទៀតគឺព្រះបាទអង្គឌួងក៏បានថ្វាយជាមួយនឹងវាំងរបស់ទ្រង់ទៅកាន់ព្រះពុទ្ធសាសនាតែម្ដងទើបពេលនេះបន្សល់ទុកឈ្មោះជាមួយនឹងវត្តអារាមមួយកន្លែងនេះគឺឈ្មោះវត្តវាំងចាស់បងប្អូនដែលចង់ក្រសាលជាមួយនឹងធម្មជាតិជាមួយនឹងព្រៃព្រឹក្សាបឹងបួបងប្អូនអាចមកកំសាន្តលេងនៅវត្តនេះបានបងប្អូនគឺថាស្អាតត្រជាក់ល្ហឹមល្អខ្លាំងមែនតែនស្ថិតក្នុងវត្តអារាមក៏មានស្រះទឹកមួយកន្លែងដែរពុកម៉ែបងប្អូនមើលទៅលើអោបជាមួយនឹងត្របូលដោយព្រៃព្រឹក្សាគឺស្អាតមែនតែនត្រជាក់ភ្នែកល្អណាស់បងប្អូនដែលត្រូវបាននារីបោកបេះដូងឬក៏នារីដែលត្រូវបានបរោះបោកបេះដូងអីគេថាអាចទៅលេងកំសាន្តបានតែហាមលោតទឹកឲ្យសោះនេះគឺជាផ្លូវចូលបងប្អូនណែក្រោមដើមឈើខាងឆ្វេងខាងស្ដាំដៃខ្ញុំហ្នឹងគឺថាមានពុកម៉ែបងប្អូនចង់រឹងដើម្បីធ្វើការសម្រាកលំហែកាយនៅពេលថ្ងៃគឺត្រជាក់ស្រួលសម្រាប់វីដេអូនេះបូរ៉ាមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយណាបាយបាយ